ផ្ទះរបស់យើងកាលណាបើយើងរៀបចំត្រឹមត្រូវតាមក្បួនហុងស៊ុយអស់ហើយប៉ុន្តែយើងប្រើប្រាស់មិនបានត្រឹមត្រូវយើងក៏ទទួលបានប្រយោជន៍តិចប្រើប្រាស់គឺបន្ទប់ដេកបាទបន្ទប់ដេកតើបន្ទប់ដេកនោះយើងត្រូវដេកយើងត្រូវសម្រានត្រូវគេងយ៉ាងណាឲ្យត្រូវក្បួនហុងស៊ុយដើម្បីបានប្រយោជន៍ច្រើនគឺយើងគេងទៅវាកើតតិចតិជុំបាទវាមានជោគជតារាសីរស់ស៊ីមានបានជួបជុំសុខដុមរមនាក្នុងគ្រួសារជាដើមនោះបាទអញ្ចឹងយើងមកមើលបាទយើងមើលដំណេកដែលត្រូវបំផុតនោះបាទទី1នេះ Master Room Master Man Leadership នេះត្រូវគេងកន្លែងនេះត្រូវគេងកន្លែងនេះគេងដំណេកនេះបាទទី2ត្រូវគេងតាមឋានានុក្រមនៃអាយុឬក៏តួនាទីឧទាហរណ៍ថាមេគ្រួសារអ្នកណាបន្ទាប់ពីមេគ្រួសារមកវាត្រូវជាបងត្រូវជាពូត្រូវជាមីងជាដើមត្រូវគេងបន្ទប់ណាដែលមានរាសីបន្ទាប់បាទពីក្រោយមកមុខបាទពីក្រោយមុខអ្នកបន្ទាប់ពីក្រោយមុខបាទទី3គេងតាមភេទបាទតាមភេទមានន័យថាភេទប្រុសបាទបុរសគេងបានតំណេកតែម្យ៉ាងគត់គឺតំណេកនេះគឺតំណេកនេះខាងនេះដេកបាទដេកគេងសម្រានតំណេកនេះបាទបើគាត់គេងតំណេកខ្លាគឺទៅក្នុងនោះខុសហើយចំណែកមនុស្សស្រីបាទមនុស្សស្រីគេងបានតំណេក2ទី1បើមានប្តីគាត់ត្រូវគេងតាមប្តីគឺតំណេកនេះទី2បាទគាត់ជាស្រីដែលឥតមានស្វាមីទេជាស្រីនៅលីវនៅក្រមុំឬមេម៉ាយបាទត្រូវគេងដំណេកខ្លាទៅឃើញចឹងបាទនេះជាដំណេកគេហៅដំណេកតាមភេទដំណេកមានជោគជតារាសីបាទដំណេកដែលវាតិចតិជុំបើវីដេអូនេះមានប្រយោជន៍សូម share បន្តដើម្បីចែកគ្នាដឹងឮនិងធ្វើការសិក្សា